ហ៊ានបោកប្រាស់ខ្ញុំបងយេខ្ញុំពិតជាមិនដឹងទេឯងជាមនុស្សគ្មានបានការធម្មតានៅក្នុងក្រុមឡានឯងសូម្បីតែដំណឹងនេះក៏រកមិនបានដែរមានឯងដើម្បីអ្វីបងយេមិនមែនខ្ញុំមិនចង់ទេគឺដោយសារតែគួធានហើយឆ្លាតពេកគាត់មិនដែលនិយាយពីបញ្ហានេះទេលោកជីយើងត្រូវបានគួធានហើយបោកប្រាស់ហើយគាត់មានតែសិទ្ធិម្ចាស់កន្លះនៃក្រុមឡានឈឹងហ្វឹងប៉ុណ្ណោះមានវិធីអ្វីផ្សេងទៀតទេត្រូវតែបណ្ដេញពួកគេចេញទាំងស្រុងលោកជីមានរឿងមួយទៀតមានមនុស្សល្ងីល្ងើម្នាក់ចង់ប្រណាំងឡានជាមួយអ្នកខ្ញុំមិនលេងជាមួយមនុស្សល្ងីល្ងើទេឯងលេងជាមួយវាជំនួសខ្ញុំទៅខ្ញុំមកថ្ងៃនេះមិនមែនមកពិភាក្សាជាមួយពួកឯងទេប្រសិនបើពួកឯងមិនព្រមប្រគល់ការងារនេះដោយស្រួលស្រួលទេកុំបន្ទោសខ្ញុំដែលមិនយោគយល់តើគាត់មិនហ៊ានប្រកួតមែនទេឯងនិយាយឈួតឯងពិតជាមិនឃើញក្តាមមិនស្រក់ទឹកភ្នែកបើអញ្ចឹងមែនខ្ញុំនឹងលេងជាមួយឯងមួយផ្លែតបើជាការប្រកួតត្រូវតែមានរង្វាន់បើខ្ញុំឈ្នះក្រុមឡានជីវធានរបស់ឯងត្រូវតែចេញពីក្រុមឡានឈឹងហ្វឹងរបស់យើងភ្លាមហើយកុំឲ្យជន់ទីនេះម្ដងទៀតអាល្ងងឯងមានសិទ្ធិអីមកនិយាយលក្ខខណ្ឌជាមួយបងយេបើខ្ញុំឈ្នះមិនត្រឹមតែពួកឯងក្រុមឡានឈឹងហ្វឹងត្រូវចេញពីទីនេះភ្លាមទេខ្ញុំថែមទាំងកាត់ដៃឯងទាំងពីរដើម្បីកុំឲ្យឯងអាចបើកឡានប្រណាំងបានទៀតទេខ្ញុំមិនយល់ព្រមទេអញ្ចឹងក៏បានពួកឯងចេញពីទីនេះឥឡូវនេះទៅស៊ីងរ៉ានខ្ញុំមានគំនិតមួយនាងទៅដេកជាមួយលោកលីនទៅប្រហែលជាគាត់អាចរកកន្លែងឲ្យក្រុមឡានឈឹងហ្វឹងរបស់នាងបានបណ្ដេញខ្ញុំចេញស៊ីងរ៉ានខ្ញុំនឹងសម្លាប់នាងនេះជាការប្រកួតរវាងបរិសុទ្ធឯងហ៊ានយកមនុស្សស្រីមកលេងសើចឯងអាក្រក់ជាងសម្រាមទៅទៀតប្រធាននៅតែគ្មានដំណឹងពីព្រះនៃឡានទេខ្លាចតែថាគ្រោះថ្នាក់ច្រើនជាងល្អហើយតែឆាកប្រណាំងឡាននៅប្រទេសដាសៀរបស់យើងនឹងត្រូវវិនិច្ឆ័យមែនទេលីនស៊ីវហេតុអ្វីបានជាអ្នកនៅជាមួយជីស៊ូខ្ញុំឮថានាងកំពុងស្វែងរកព្រះនៃឡានតើនាងដឹងថាគាត់នៅឯណាទេព្រះនៃឡានស្លាប់បាត់ទៅហើយមិនបាច់រកគាត់ទេក្នុងការប្រកួតព្រះនៃឡានលើកនេះខ្ញុំច្បាស់ជានឹងឈ្នះពានរង្វាន់នេះលោកលីនសូម្បីតែឡានកញ្ចាស់មួយក៏មិនអាចឈ្នះដែរហ៊ាននិយាយធំថាចង់ឈ្នះពានរង្វាន់ព្រះនៃឡានទៀតឯងជាមនុស្សអាក្រក់ដែលចេះតែលេងល្បិចខ្ញុំសូមទូន្មានឲ្យឯងឈប់គិតពីក្រុមឡានឈឹងហ្វឹងទៀតទៅវាជាក្រុមដែលខ្ញុំការពារឯងនិយាយយឺតពេលហើយឯងនិយាយថាម៉េចពេលនេះលោកយៀនប្រហែលជានាំមនុស្សទៅបំផ្លាញក្រុមឡានឈឹងហ្វឹងបាត់ទៅហើយលោកយៀនតើលោកយៀនខ្លាចជាមនុស្សរបស់ឯងតាំងពីពេលណាលោកយៀនគ្រាន់តែជាឆ្កែមួយក្បាលដែលខ្ញុំចិញ្ចឹមប៉ុណ្ណោះខ្ញុំប្រាប់វាឲ្យខំនរណាវានឹងខំអ្នកនោះបើឯងហ៊ានធ្វើបាបស៊ីងរ៉ានខ្ញុំនឹងមិនលើកលែងឲ្យឯងទេលោកលីនពិតជាមានស្នេហាស្មោះត្រង់មែនប៉ុន្តែឯងដឹងច្បាស់ថាក្រុមឡានឈឹងហ្វឹងកំពុងជួបវិបត្តិហេតុអ្វីក៏ឯងពន្យាពេលមិនព្រមផ្ដល់ទុនឲ្យពួកគេនិយាយឲ្យចំទៅយើងសុទ្ធតែជាមនុស្សប្រភេទតែមួយចង់ឆ្លៀតឱកាសពេលគេមានបញ្ហាកុំធ្វើខ្លួនឲ្យមើលទៅស្មោះត្រង់និងខ្ពង់ខ្ពស់ពេកឯងមិនស័ក្តិសមទេចាំមើលទៅប្រធានឧតោះទៅខ្ញុំនឹងនាំអ្នកទៅមើលរឿងល្អមួយប្រធានលោកតោះទៅមើលថាគាត់កំពុងលេងល្បិចអ្វីអ្នកអាចប្រកួតបានទេឬក៏ទុកឲ្យខ្ញុំប្រកួតវិញមិនបាច់ទេខ្ញុំប្រកួតដោយខ្លួនឯងខៃលុនអ្នកត្រូវធ្វើតាមសមត្ថភាពរបស់អ្នកទោះបីចាញ់ក៏ដោយខ្ញុំនឹងមិនឲ្យគេកាត់ដៃអ្នកទាំងពីរដែរខ្ញុំនឹងមិនចាញ់ទេខៃលុនប្រកួតជាមួយលោកយៀនអ្នកត្រូវប្រយ័ត្នបន្តិចស៊ីងរ៉ានគ្រាន់តែជាអ្នកស្នំតកូលព្រះនៃឡានមែនទេធ្វើរៀងអួតក្អេងក្អាងឃើញហើយគួរឲ្យខឹងខៃលុនអ្នកត្រូវតែបង្រៀនគាត់ឲ្យបានល្អឯងមើលស្រាលលោកយៀនពេកហើយគាត់ជាអ្នកស្នងត្រកូលព្រះនៃឡានឬអត់ខ្ញុំមិនហ៊ានអះអាងទេប៉ុន្តែចាប់តាំងពីគាត់ចូលរួមប្រកួតមកគាត់មិនដែលចាញ់សោះគាត់គឺជាគូប្រជែងដ៏ខ្លាំងម្នាក់ខៃលុនមិនត្រូវមើលស្រាលទេខ្ញុំដឹងហើយស៊ីងរ៉ានមិនអីទេមែនទេលេនស៊ីវហេតុអ្វីបានជាអ្នកមកទីនេះខ្ញុំឮថាក្រុមឡានជីវធានមកធ្វើបាបអ្នកទៀតហើយអ្នកកុំបារម្ភអីមានខ្ញុំនៅទីនេះពួកគេច្បាស់ជាមិនអាចធ្វើអ្វីបានទេចប់ហើយពេលនេះអត្តសញ្ញាណរបស់ឆាំងខៃលុននឹងត្រូវលាតត្រដាងហើយធ្វើយ៉ាងម៉េចទៅលីនសៀវនឹងបន្តសងសឹកគាត់ទេជីនេះមិនមែនលោកលីនទេឬមកធ្វើជាវីរៈបុរសសង្គ្រោះស្រីស្អាតមែនទេគួរឲ្យស្ដាយអ្នកមកយឺតមួយជំហានហើយឯងនិយាយថាម៉េចអាល្ងងនេះបានមុនហើយហេតុអ្វីបានជាឯងទៀតអ្នកស្គាល់ខ្ញុំអ្នកជួសជុលឡានឯងកំពុងលេងល្បិចអីទៀតហើយលីនសៀវតើអ្នកមិនដឹងទេឬស៊ីងរ៉ានតើនាងមានន័យយ៉ាងម៉េចគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ហើយបាត់បង់ការចងចាំទាំងអស់ម៉េចស៊ីងរ៉ានតើនាងសង្ស័យថាខ្ញុំជាអ្នកធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍មែនទេខ្ញុំលីនសៀវធ្វើអ្វីគឺត្រឹមត្រូវខ្ញុំច្បាស់ជាមិនលួចធ្វើបាបគាត់ទេ
មិនមែនអ្នកទេ ចុះអាចជាអ្នកណាទៅវិញពួកឯងចង់ប្រកួតឬមិនចង់ប្រកួតកុំរញ៉េរញ៉ៃច្រើនពេកពិតណាស់ត្រូវតែប្រកួតចាំសិនមើលទៅស៊ាំភ្នែកណាស់ខ្ញុំច្បាស់ជាធ្លាប់ជួបគាត់នៅនឹងមុខខ្ញុំតែម្ដងស៊ាំណាស់លោកប្រុសជីកុំបារម្ភអីខ្ញុំច្បាស់ជានឹងបង្រៀនអាល្ងងនេះឲ្យស្គាល់រសជាតិមិនខានមិនបាច់យោគយល់ទេមនុស្សល្ងងម្នាក់ហ៊ានប្រកួតជាមួយអ្នកស្នងតំណែងទេពបុត្រប្រណាំងឡានពិតជាមិនស្គាល់ទម្ងន់ខ្លួនឯងមែនមើលទៅក្រុមប្រណាំងឡានឈឹងហ្វឹងពិតជាមិនបានការមែនអ្នកស្នងតំណែងទេពបុត្រប្រណាំងឡានគឺគេនឹងក៏ស័ក្តិសមដែរ3 2 1ចេញដំណើរមានសមត្ថភាពបន្តិចដែរប្រធានមូកុំភ្លេចណាយួនយេពូកែខាងបត់ផ្លូវកោងបំផុតការបត់ដូចរន្ទះបានទទួលការបង្រៀនពិតប្រាកដពីទេពបុត្រប្រណាំងឡានបត់ផ្លូវកោងដូចរន្ទះលោកប្រុសជីហ៊ានភ្នាល់ម្ដងទេលោកចង់ភ្នាល់ពីអីភ្នាល់ក្រុមប្រណាំងឡានជូតេយ៉ានរបស់លោកចុះបើអាល្ងងនេះឈ្នះក្រុមប្រណាំងឡានជូតេយ៉ាននឹងត្រូវបញ្ចូលជាមួយក្រុមប្រណាំងឡានជឹងហ្វឹងចាប់ពីពេលនេះទៅបើអាល្ងងនេះចាញ់ក្រុមប្រណាំងឡាននឹងឈូរបស់ខ្ញុំនឹងត្រូវបញ្ចូលជាមួយក្រុមប្រណាំងឡានជូតេយ៉ានរបស់លោកលីនលោកគិតឲ្យច្បាស់ណាបើទោះជាបច្ចេកទេសបើកបររបស់អាល្ងងនេះប្រហាក់ប្រហែលនឹងយួនយេក៏ពិតមែនប៉ុន្តែការបត់ផ្លូវកោងដូចរន្ទះរបស់យួនយេគឺជាក្បាច់ពិសេសគេច្បាស់ជាមិនអាចឈ្នះយួនយេទេត្រូវហើយអាល្ងងស្អុយនេះសំបីតែខ្លួនឯងជាអ្នកណាក៏មិនដឹងផងលោកប្រុសលីនឈួតឲ្យដឹងបានជាយកក្រុមប្រណាំងឡានមីងឈូរបស់គេមកធ្វើជាការភ្នាល់អញ្ចឹងអីមិនគួរធ្វើបែបនេះទេបងលីនកុំរញ៉េរញ៉ៃអីនេះមិនមែនជារឿងលេងសើចទេខ្ញុំមិនពេញចិត្តជីស៊ូតាំងពីយូរមកហើយលើកនេះបើគេអាចជួយបញ្ចេញកំហឹងជំនួសខ្ញុំនោះគំនុំពីមុនរបស់យើងនឹងត្រូវលុបចោលទាំងអស់អាល្ងងស្អុយនេះហ៊ានតាមជាប់យ៉ាងនេះផងទោះជាព្យាយាមយ៉ាងណាក៏មិនអាចផ្ដាច់ចោលបានដែរចិត្តដល់ផ្លូវកោងហើយអាល្ងងខ្ញុំនឹងឲ្យឯងដឹងថាអ្វីទៅទើបជាអ្នកស្នងតំណែងទេពបុត្រប្រណាំងឡានពិតប្រាកដឡានទាំងពីរនេះមានថាមពលម៉ាស៊ីនដូចគ្នាប៉ុន្តែឡានរបស់យួនយេមានការគ្រប់គ្រងល្អជាងចំណែកឡានរបស់ខ្ញុំមានការរៀបចំគ្រោងបាតល្អជាងអាល្ងងនេះឈួតហើយមែនទេចិត្តចូលដល់ផ្លូវកោងហើយគេមិនត្រឹមតែមិនបន្ថយល្បឿនទេថែមទាំងបន្ថែមល្បឿនទៀតពេលនេះគេពិតជាស្វែងរកសេចក្តីស្លាប់ខ្លួនឯងមែនបងលីនមើលទៅលើគ្នាខ្ញុំពិតជាឈ្នះហើយក្រុមប្រណាំងឡានមីងឈូរបស់លោកគឺជារបស់ខ្ញុំហើយលោកមិនមែនគិតថាអាល្ងងស្អុយនេះអាចយកឈ្នះយួនយេមែនទេលោកពិតជាស្រមើស្រមៃហួសហេតុពេកហើយឆាប់ទៅរៀបចំនីតិវិធីផ្ទេរក្រុមប្រណាំងឡានទៅកុំបារម្ភអីខ្ញុំនឹងមិនឲ្យលោកខាត់បងទេនេះសម្រាប់លោកគឺការបត់ផ្លូវកោងដូចរន្ទះគឺការបត់ផ្លូវកោងដូចរន្ទះបត់ផ្លូវកោងដូចរន្ទះច្បាស់ជាគេហើយគេគឺទេពបុត្រប្រណាំងឡាននៃមហានគរសៀដែលបានបាត់ខ្លួនយ៉ាងអាចកំបាំងកាលពី3ឆ្នាំមុនគេត្រឡប់មកវិញហើយមិនអាចទេគេច្បាស់ជាបានលោកប្រុសជីតែលោកក៏ស្គាល់ទេពបុត្រប្រណាំងឡាននៃមហានគរសៀរបស់យើងដែរឬនរណាស្គាល់គេចាត់ទុកជាស្អីទៅអកប្បកិរិយារបស់យេស៊ូនេះចម្លែកណាស់មើលទៅគេហាក់ដូចជាប្រកាសប្រជាថាឆេងខៃលូនដាច់ខាតមិនអាចជាទេពបុត្រប្រណាំងឡានទេព្រះអើយគេហ៊ានប្រើការបត់ផ្លូវកោងដូចរន្ទះនៅលើផ្លូវកោងបន្ទាប់គ្នាពិតជាទេពបុត្រប្រណាំងឡានមែនវិស័យប្រណាំងឡានរបស់មហានគរសៀត្រូវបានសង្គ្រោះហើយមិនអាចទេនេះវាមិនអាចទៅរួចទេតើគេជាអ្នកណាឲ្យប្រកាសឈ្នះហើយគេឈ្នះហើយ
វ៉ាវខេលុនអញពិតជាឈ្នះមែនអស់ចានណា គេខ្សោយពេកហើយអាសម្រាមអ្នកប្រុសជីគេមានចេតនាធ្វើពុតជាល្ងងអញមិនខ្វល់ថាគេធ្វើពុតឬមែនទេឯងដឹងទេដោយសារឯងក្រុមប្រណាំងឡានរបស់អញវានេះអស់ហើយឯងជាអ្នកណាឲ្យប្រកាសគឺឯងងើមិននឹកស្មានថាជាឯងសោះគេពិតជាមិនទាន់ស្លាប់ចុះយ៉ាងម៉េចអញអាចសម្លាប់វាបានម្ដងក៏អាចសម្លាប់វាបានលើកទី2ដែរតើលោកស្គាល់ខ្ញុំទេអញធ្វើម៉េចនឹងស្គាល់អញទៅ មិនត្រូវទេម្នាក់នេះពិតជាស្គាល់ឆឹងខេលុនតែហេតុអ្វីបានជាគេមិនសារភាពឬមួយក៏តាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍របស់ឆឹងខេលុន កំពូលអ្នកប្រណាំងឡានទីបំផុតលោកបង្ហាញខ្លួនហើយមួយរយៈនេះខ្ញុំតាមរកលោកនឿយហត់ណាស់តើលោកស្គាល់ខ្ញុំទេ ប្រធានគូសំទោសផងខេលុនគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរកាលពីពេលមុនធ្វើឲ្យបាត់បង់ការចងចាំ ការពិតបែបនេះសោះពេលដែលខ្ញុំនាំគេទៅរកហាងជួសជុលជីវវិទ្យាសាស្ត្រថៅកែនៅក្បែរនោះប្រាប់ខ្ញុំថាឆឹងខីលុនត្រូវបានក្រុមមនុស្សពាក់អាវខ្មៅចាប់ខ្លួនទៅមិននឹកស្មានថាគាត់ជួបគ្រោះថ្នាក់ចរាចរណ៍សោះ មនុស្សអាវខ្មៅ មិនងឿងឆ្ងល់ទេដែលខ្ញុំតាមរកលោកមិនឃើញសោះអ្នកប្រុសជីលោកចាញ់ហើយដល់ពេលដែលត្រូវគោរពតាមការភ្នាល់ហើយមែនទេគឺយានយីជាអ្នកចាញ់ពួកឯងមិនមែនអញទេជាប្រធានសមាគមប្រណាំងឡានឈូកដ៏ធំដ៏ម្នាក់បែរជាក្រឡុចទៅវិញពិតជាគួរឲ្យខ្មាស់គេណាស់ចុះបើពួកយើងបង្ហោះវានៅលើអ៊ីនធឺណិតឲ្យអ្នកលេងអ៊ីនធឺណិតវិនិច្ឆ័យទៅមើលឯងចាំអញសិនទៅអ្នកប្រុសជីខ្ញុំទៅជាមួយលោកដែរត្រូវការឯងធ្វើអីហេតុអ្វីឯងចេះភ្លេចបន្ទោបត់កែងដែរតើឯងមានទំនាក់ទំនងអ្វីជាមួយកំពូលអ្នកប្រណាំងឡានខ្ញុំចាំទេពិតជាសម្រាប់មែនមិនចាំអីសោះចុះអញចាញ់ឯងយ៉ាងម៉េចទៅមិនដឹងទេឯងអ្នកប្រុសលៀនឲ្យតែលោកអនុញ្ញាតឲ្យខ្ញុំស្នាក់នៅក្នុងក្រុមប្រណាំងឡានទៅថ្ងៃមុខខ្ញុំនឹងស្ដាប់តាមបញ្ជារបស់លោកឲ្យខ្ញុំទៅកើតខ្ញុំមិនហ៊ានទៅលេចទេចេញឲ្យឆ្ងាយទៅថ្ងៃមុខក្រុមប្រណាំងឡានជីវធាននឹងត្រូវបញ្ចូលទៅក្នុងក្រុមឆឹងហ្វឹងការស្នាក់នៅឬចាក់ចេញរបស់ឯងគឺស៊ីងរ៉ានជាអ្នកសម្រាប់ ក្រុមប្រណាំងឡានជីវធានគឺខេលុនជាអ្នកជួយយើងដណ្ដើមយកមកវិញស្ដាប់គាត់ទៅ គោរពតាមការភ្នាល់ទៅសង្កត់សង្កិនមនុស្សពេកហើយឯងព្រមទាំងជន់ក្បត់ដែលក្បត់ក្រុមជាមួយឯងត្រូវទៅលៀបបង្គន់ទាំងអស់គ្នាសុទ្ធតែមកពីឯងដែលទទួលចង់ទាញពួកយើងទៅក្រុមជីវធានហុយគឺពួកឯងជាអ្នកសុំទៅខ្លួនឯងសោះតើតាក់ទងអ្វីនឹងខ្ញុំឯងជន់ក្បត់ថ្ងៃនេះឯងនឹងបោះសម្អាតជំរះបញ្ជីជំនួសអ្នកប្រុសគួរកំពូលអ្នកប្រណាំងឡានភារកិច្ចដ៏លំបាកក្នុងការសង្គ្រោះពិភពប្រណាំងឡានតាសៀគឺប្រគល់ឲ្យលោកហើយមិនហ្នឹងជីស៊ូមានបំណងចង់បំផ្លាញពិភពប្រណាំងឡានតាសៀក្នុងការប្រកួតកំពូលអ្នកប្រណាំងឡានអន្តរជាតិលើកនេះគេបានខុបខិតជាមួយសហព័ន្ធប្រណាំងឡានអន្តរជាតិក្នុងគោលបំណងចង់បំផ្លាញការប្រណាំងឡានតាសៀរបស់យើងដូច្នេះការប្រកួតកំពូលអ្នកប្រណាំងឡានអន្តរជាតិលើកនេះតាសៀយើងអនុញ្ញាតឲ្យតែឈ្នះមិនអនុញ្ញាតឲ្យចាញ់ទេខ្ញុំមិនឲ្យគេបានសម្រេចទេឆឹងខីលុននេះពិតជាសំណាងធំណាស់មិននឹកស្មានថាបុកមិនស្លាប់សោះ អ្នកប្រុសជីចុះបន្តទៅទៀតគិតយ៉ាងម៉េចឆឹងខេលុននឹងក្លាយជាឧបសគ្គដ៏ធំបំផុតសម្រាប់លោកក្នុងការឡើងក្រុងតំណែងជាកំពូលអ្នកប្រណាំងឡាន អញ្ចឹងធ្វើឲ្យគេមិនអាចចូលរួមការប្រកួតបានទៅ គិញ្ជ្រងចាស់ប្រធានគូនោះច្បាស់ជាបង្រឹងការការពារលើគេមិនខានយើងពិបាកនឹងលោកដៃណាស់ អញ្ចឹងចាត់ការឡានរបស់គេទៅប្រាប់យានយីថាលើកនេះបើគេអាចចាត់ការរឿងនេះបានល្អអញនឹងឲ្យរង្វាន់គេ10លានបើធ្វើមិនបានល្អអញនឹងលក់គេទៅប្រទេសថៃឲ្យធ្វើជាខ្ទើបានអ្នកប្រុសជីទីនេះគឺជាផ្ទះរបស់ខ្ញុំមែនទេ ត្រូវហើយតើលោកអាចនឹកឃើញរឿងពីមុនទេ ជំ
ជំនាញប្រកួតមិនអាចប្រៀបបានគិតតែពីប្រើល្បិចថោកទាប ខ្លាចតែគេប្រើល្បិចមួយមិនបានសម្រេចហើយនៅតែរកវិធីធ្វើបាបឆឹងខៃឡុងទៀត ថ្ងៃក្រោយអ្នកទាំងអស់គ្នាត្រូវទទួលខុសត្រូវការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់ស្ដេចឡានមិនអាចឃ្លាតសូម្បីមួយវិនាទីបាទចាស់គាត់មិនធម្មតាទេឥឡូវនេះគាត់ជាអាវុធសម្ងាត់ដ៏ធំបំផុតរបស់យើងមិនអាចមានគ្រោះថ្នាក់អ្វីទាំងអស់ បាប៉ារបស់អ្នកគឺជាស្ដេចឡានដែលបានដណ្ដើមពានរង្វាន់ស្ដេចឡានសម្រាប់ដាសៀកាលពី13ឆ្នាំមុនពិតជាឪពុកខ្លាកូនមិនទន់ខ្សោយមែន អញនឹកឃើញរឿងខ្លះទេ ប្រហែលជាមិនទាន់ដល់ពេលទេនៅទីនេះដូចជាបាត់របស់អ្វីមួយមែនទេ ឡានវ៉ែននោះខ្ញុំខ្លាចលិនសៀវបំផ្លាញខ្ញុំបានលាក់វាទុកហើយ អរគុណ អ្នកមានកាមេរ៉ាសុវត្ថិភាពនៅទីនេះឲ្យតែមានវីដេអូកាមេរ៉ាសុវត្ថិភាពច្បាស់ជាអាចចាប់ខ្លួនអ្នកដែលធ្វើបាបអ្នកយកមកផ្ដន់ទាទោសតាមច្បាប់ លើកនេះខ្ញុំនឹងធ្វើឲ្យគេបង់ថ្លៃសូមស្វាគមន៍មកកាន់ការប្រកួត International Car King Championship នេះគឺជាការប្រកួតប្រជែងរថយន្តដាសៀយើងនឹងឃើញប្រវត្តិសាស្ត្រខ្ញុំឮថាប្រធានវូមិនទាន់រកឃើញស្ដេចឡានដែលបាត់ខ្លួនយ៉ាងអាចកំបាំងកាលពី3ឆ្នាំមុនទេការប្រណាំងឡានដាសៀរបស់យើងនឹងមិនមានថ្ងៃលេចធ្លោទេលើកនេះជីសៅបាននាំកំពូលអ្នកប្រណាំងឡានប្រទេសអាក្រក់មកទាំងអស់គេច្បាស់ជាចង់បំផ្លាញការប្រណាំងឡានដាសៀរបស់យើងស្ដេចឡាននៃដាសៀតើអ្នកនៅឯណាសូមអញ្ជើញអ្នកប្រណាំងចូលរួមក្នុងការប្រកួតនេះចូលមកវ៉ោគឺជីសៅលើកនេះគេដឹកនាំផ្ទាល់តើអ្នកប្រណាំងក្រុមដាសៀរបស់យើងទៅណាអស់ហើយកុំប្រាប់ណាថាគេចុះចាញ់នោះមើលនៅទីនោះមកហើយកុំស្មានថាឲ្យឯងធ្វើជាប្រធានក្រុមគឺខ្ញុំព្រមចាញ់ថ្ងៃនេះខ្ញុំនឹងវាយឲ្យឯងចាញ់ល្អខ្ញុំទទួលយកការប្រកួតប្រជែងរបស់អ្នក លិនសៀវកុំភ្លេចថាគោលដៅរបស់យើងថ្ងៃនេះគឺវាយឲ្យចាញ់ជីសៅ កុំបារម្ភខ្ញុំនឹងមិនបណ្ដោយឲ្យផែនការរបស់ជីសៅទទួលបានជោគជ័យឡើយ កុំគិតថាការបង្ហាញខ្លួនរបស់អ្នកអាចសង្គ្រោះការប្រណាំងរថយន្តដាសៀបានជីសៅការប្រណាំងរថយន្តប្រកួតប្រជែងលើសមត្ថភាពមិនមែនជាល្បិចកលនោះទេអ្នកមិនស័ក្តិសមនឹងការប្រណាំងរថយន្តទាល់តែសោះកុំធ្វើខ្លួនឲ្យខ្ពង់ខ្ពស់ពេកការប្រណាំងឡានមិនមែនដើម្បីឈ្នះទេអីឲ្យតែអាចឈ្នះខ្ញុំអាចប្រើគ្រប់មធ្យោបាយសូមអ្នកប្រណាំងទាំងអស់ចុះទៅរៀបចំខ្លួនការប្រកួតនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ ជីសៅតើឯងមានចេតនាទេ អ្នកណាប្រើឲ្យវាមកឈរពាំងផ្លូវខ្ញុំ ជីសៅខ្ញុំសុំទូមានអ្នកកុំព្យាយាមប្រើល្បិចអ្វីទៀតបើមិនដូច្នោះទេនៅចំពោះមុខមនុស្សម្នាជាច្រើនអ្នកនឹងចាញ់យ៉ាងអាម៉ាស់ ខ្ញុំមានតែឈ្នះដាច់ខាត់មិនចាញ់ជាពិសេសគឺមិនចាញ់ឆឹងខៃឡុងម្ដងទៀតទេចាំមើលទៅជីសៅការប្រកួតដោយយុត្តិធម៌ចាញ់ក៏ចាត់ទុកថាឈ្នះដែរ យ៉ាងម៉េចហើយរឿងចាត់ចែងរួចរាល់ហើយឬនៅជីសៅសូមកុំបារម្ភខ្ញុំគ្រាន់តែកាត់ខ្សែហ្វ្រាំងបន្តិចប៉ុណ្ណោះការត្រួតពិនិត្យធម្មតាមិនអាចរកឃើញទេប៉ុន្តែនៅក្នុងការប្រកួតពេលជន់ហ្វ្រាំងខ្លាំងខ្សែហ្វ្រាំងនឹងដាច់ដោយសារកម្លាំងខ្លាំងពេកពេលនោះឆឹងខៃឡុងច្បាស់ជារថយន្តខូចមនុស្សស្លាប់មិនខានធ្វើបានល្អណាស់អរគុណជីសៅដែលបានសរសើរឆឹងខៃឡុងលើកនេះខ្ញុំមើលថាឯងគិតធ្វើម៉េច មិនត្រូវទេឡាននេះមានគេលួចធ្វើស៊ីឆឹងខៃឡុងកើតអី ខ្សែហ្វ្រាំងឡាននេះត្រូវបានគេកាត់អាចបណ្ដាលឲ្យខ្សែហ្វ្រាំងដាច់
ដាច់ឡានខូចមនុស្សស្លាប់ វាស្អីគេនេះប្រកាសជាស្នាដៃរបស់ជីស៊ីវទៀតហើយខ្ញុំទៅរកវា អ្នកមានភ័ស្តុតាងទេទៅរកវាក៏វាមិនទទួលស្គាល់ដែរឡានដែលប្រើសម្រាប់ប្រកួតត្រូវបានពិនិត្យយ៉ាងល្អិតល្អន់មុនពេលប្រកួតដូច្នេះខ្ញុំគិតថាគេប្រហែលជាមានបាក់ពួកនៅខាងក្នុង អ្នកតាអាចជាអ្នកណាទៀតប្រហែលជាឆិនឆុងនិងយន់យេមិននឹកស្មានថាពួកយើងមានចិត្តល្អទៅពួកគេបែរជាយកគុណធ្វើទោសមនុស្សរំលងគុណ ខ្ញុំនឹងឲ្យគេទៅរកភ័ស្តុតាងភ្លាមលើកនេះដាច់ខាតមិនលើកលែងឲ្យគេទៀតទេដុល្លារប៉ុន្តែយោងតាមបទបញ្ជាការប្រកួតលុះត្រាតែពួកយើងអាចបកស្រាយថារថយន្តមួយនេះពិតជាមានបញ្ហាបើពុំនោះទេមិនអនុញ្ញាតឲ្យដុល្លារឡើយយ៉ាព្រោះតែពួកឯងចង់សុខចិត្តទទួលស្គាល់ការបរាជ័យមែនទេ ឯងបាត់មាត់ទៅអាមនុស្សថោកទាបតើឯងបានលួចធ្វើស៊ីលើឡានរបស់ឆែនខៃលុនមែនទេ ចង្រៃពួកគេបែរជាដឹងខ្លួនទាល់តែបានឲ្យតែអញមិនទទួលស្គាល់ពួកគេប្រកាសជាគ្មានភ័ស្តុតាងទេពួកឯងថាមានបញ្ហាគឺមានបញ្ហាមែនទេឡានប្រកួតទាំងអស់សុទ្ធតែបានពិនិត្យយ៉ាងហ្មត់ចត់មុនពេលប្រកួតដាច់ខាតមិនមានបញ្ហាឡើយខ្ញុំសូមទាមទារដុល្លារទឹកកៃលុនកើតអ្វីហ្នឹងតើគេជួបប្រទះរឿងអ្វីមែនទេឆេនខៃលុននៃក្រុមប្រកួតដាក់សៀសូមទាមទារដុល្លារការប្រកួតត្រូវបានពន្យាពេលចាប់ផ្ដើមមានរឿងអ្វីកើតឡើងគេគិតថាឲ្យតែបានដុល្លារនឹងអាចឈ្នះការប្រកួតមែនទេខ្ញុំមើលទៅគេគ្រាន់តែចេតនាពន្យាពេលប៉ុណ្ណោះខៃលុនមិនមែនជាមនុស្សចេះតែធ្វើតាមអំពើចិត្តនោះទេគេជំរុញសុំដុល្លារមុនពេលប្រកួតប្រកាសជាមានហេតុផលរបស់គេ ដាក់សៀពួកឯងពិតជាគ្មានខ្មាស់អៀនសោះដោយសារតែខ្លាចចាញ់ការប្រកួតបែរជាសុំទាមទារដុល្លារមុនពេលប្រកួតពិតជាគ្មានហេតុផលសោះ ចិនខៃលុនប្រកាសជាសុខចិត្តចុះចាញ់ហើយ ដាក់សៀពួកឯងនិយាយធំសម្បើមណាស់តា ទោះបីជាខ្ញុំក៏មិនចង់ឲ្យដាក់សៀចាញ់ការប្រកួតដែរប៉ុន្តែគូប្រកួតគឺជាជីស៊ូណាមានតែស្ដេចឡានដាក់សៀរបស់យើងទេទើបអាចតតាំងជាមួយគេបានឡានមួយនេះគ្មានបញ្ហាអ្វីតតែសោះមិនអាចដូរឡានបានទេខ្ញុំសូមស្នើឲ្យធ្វើការពិនិត្យលើឡាននេះម្ដងទៀតដោយផ្ដោតលើខ្សែហ្វ្រាំងនេះមិនស្របតាមបទបញ្ជាការប្រកួតធំទេសូមទោសពួកយើងមិនអាចទទួលយកបានទេឆេនខៃលុនឯងប្រើឡានមួយនេះប្រកួតទៅវាប្រកាសជានឹងនាំមកនៅអភូតហេតុសម្រាប់ឯង ហេតុអ្វីមិនអាចដូរឡានបានប្រសិនបើមានគ្រោះថ្នាក់កើតឡើងតើគិតយ៉ាងម៉េច ឡានប្រកួតទាំងអស់មុនពេលចូលទីលានសុទ្ធតែបានពិនិត្យយ៉ាងហ្មត់ចត់មិនមានបញ្ហាអ្វីឡើយអ្នកបើកបរទាំងអស់ឡានគ្មានបញ្ហាទេអ្នកត្រូវតែប្រើឡាននេះចូលរួមការប្រកួតមិនអាចដូរបានទេបើអមជាការប្រកួតស្អីគេនឹងបើមិនព្រមឲ្យដូរឡានទេដាច់សៀពួកយើងនឹងដកខ្លួនចេញពីការប្រកួតទាំងអស់គ្នា ត្រូវហើយត្រូវតែដូរឡាន ដកខ្លួនចេញមែនទេបានតើទីចឹងចាប់ពីពេលនេះតទៅក្រុមប្រកួតឡានដាក់សៀនឹងត្រូវរលាយសាបសូន្យទាំងស្រុងពួកយើងដាច់ខាត់មិនដកខ្លួនចេញទេ ឆេនខៃលុនសង្ឃឹមថាបន្ទាប់ពីចប់ការប្រកួតខ្ញុំនៅតែអាចជួបឯងម្ដងទៀតអំបញ្ញមិញតាមរយៈការស្នើសុំរបស់ប្រធានវូនៃសមាគមប្រកួតឡានដាក់សៀពួកយើងយល់ព្រមឲ្យអ្នកបដូរឡានមួយគ្រឿងដើម្បីចូលរួមប្រកួតឡាននឹងមកដល់ឆាប់នេះអាស្រ័យលើអ្វីនរណាយល់ព្រមឲ្យវាតូឡាន ឡានចាស់កំពេចស្អីហ្នឹងអាហ្នឹងក៏អាចចូលរួមប្រកួតបានដែរកែលុនស្គាល់ឡានមួយនេះទេអាសម្លាញ់ចាស់ខ្ញុំនឹកឃើញរឿងទាំងអស់វិញហើយ ចាស់កំពេចសម័យណាស់ហ្នឹងបែរជាចង់មកចូលរួមការប្រកួតស្ដេចឡានដែរនៅផ្លូវប្រកួតគ្រាន់តាំងឡានមួយរបស់ឡានផ្សេងក៏ថ្លៃជាងឡានចាស់យឺតយ៉ាវមួយគ្រឿងនេះដែរ ចិនខៃលុនម្នាក់នេះតើប្រកួតឬមិនប្រកួតសុទ្ធតែមកពីគេជំរុញសុំដុល្លារបើប្រកួតក៏ហើយទៅនៅរញ៉េរញ៉ៃទៀតមើលទៅក្រុមប្រកួតឡានដាក់សៀរបស់យើងប្រហែលជានឹងត្រូវវិនិច្ឆ័យនៅក្នុងដៃមនុស្សចំនួនយើងនេះហើយនរណាថាដាក់សៀពួកយើងនឹងចាញ់ប្រធានវូស្ដេចឡានដាក់សៀរបស់យើងមិនទាន់ចេញមកទេ
អ្នកណាថាទេពបុត្រប្រណាំងឡាននៃដាក់សៀគ្មានឡានចិនខៃលុនគឺជាទេពបុត្រប្រណាំងឡានដាក់សៀដែលបានបាត់ខ្លួនយ៉ាងអាតកំបាំងកាលពី3ឆ្នាំមុនរឿងពិតមែនទេគាត់គឺជាទេពបុត្រប្រណាំងឡានចិនខៃលុនខ្ញុំស្មានតែឯងមានអាវុធសម្ងាត់អ្វីតាមពិតគ្រាន់តែជាឡានប៉ះមួយគ្រឿងសោះឡានប៉ះក៏អាចឈ្នះបានដែរចុះឡានឯងវិញកម្លាំងម៉ាស៊ីនរត់ទាន់ទេប្រយ័ត្នតែរត់ដល់ពាក់កណ្ដាលផ្លូវស្រាប់តែរលត់ម៉ាស៊ីននោះគ្រោះថ្នាក់ណាស់ណាអរគុណសម្រាប់ការព្រួយបារម្ភឲ្យតែឡានប៉ះខ្ញុំចេញមកចាំមើលអ្នកណាហ៊ានប្រកួតជាមួយលើកនេះខ្ញុំច្បាស់ជាឈ្នះលើកនេះខ្ញុំនឹងធ្វើឲ្យឯងចាញ់ដោយអស់ចិត្ត3 2 1ទៅវ៉ាវនេះពិតជាឡានប៉ះមែនទេខ្ញុំសូមលើកដំកើងថាជាឡានប៉ះខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រប្រកួតជាមួយឡានស្ពតអត់មានចាញ់ព្រៀបបន្តិចសោះគួរសមជាទេពបុត្រប្រណាំងឡានដាក់សៀមែនសូម្បីតែឡានប៉ះក៏បើកបានអារម្មណ៍ដូចឡានស្ពតដែរប្រស្អាតប្រឹងឡើងឈិនខៃលុនឈិនខៃលុនឯងគឺជាអាទិទេពរបស់ខ្ញុំប្រធានយីស៊ូប្រាកំជ័យនិងឈិនថងយានក៏ត្រូវបានគេនាំខ្លួនទៅស៊ើបអង្កេតដែរយីស៊ូលើកនេះដល់ទីបញ្ចប់ពិតប្រាកដហើយគេប្រព្រឹត្តអាក្រក់ច្រើនណាស់ត្រូវតែទទួលទោសឈិនខៃលុនអាប្រឡ័យឡានប៉ះស្អីគេហេតុអ្វីក៏កាត់មិនផុតចេះមិនបានទេខ្ញុំដាច់ខាតមិនត្រូវចាញ់ឡើយទោះបីជាខ្ញុំឈ្នះមិនបានក៏ឯងកុំសង្ឃឹមថានឹងបានឈ្នះដែរ3ឆ្នាំហើយដែលបានត្រឡប់មកកាន់ទីលានប្រណាំងឡានសាជាថ្មីមិននឹកស្មានថាគូប្រកួតនៅតែជាគេសោះចង់កាត់ខ្ញុំចោលមិននឹងអាចទៅរួចកុំមើលងាយថាខ្ញុំបើកឡានប៉ះចាស់ឲ្យសោះឡានមួយគ្រឿងនេះគឺខ្ញុំកែច្នៃដោយផ្ទាល់ដៃតាំងពីម៉ាស៊ីនរហូតដល់បូមនិងហ្វ្រាំងមិនចាញ់ឡានស្ពតកំពូលឡើយកាលហើយយីស៊ូហ៊ានធ្វើដល់ថ្នាក់នឹងផងកាលហើយយីស៊ូប្រើល្បិចកខ្វក់ទៀតហើយគេឃើញគ្មានសង្ឃឹមឈ្នះក៏ចង់ទាញឈិនខៃលុនឲ្យធ្លាក់ចេញជាមួយគ្នាថោកទាបណាស់ព្រះអើយបែបនឹងក៏បានដែរទេពបុត្រប្រណាំងឡានអ្នកគឺជា superstar របស់ខ្ញុំល្អណាស់យើងឃើញនៅលើទីលានជីស៊ូបានបុករបាំងផ្លូវហើយឈិនខៃលុននៃដាក់សៀបានក្តាប់ជ័យជំនះមុនកំណត់ទេពបុត្រប្រណាំងឡានគឺជាសមាជិកដាក់សៀរបស់យើងលើកនេះការប្រណាំងឡានដាក់សៀយើងមានសង្ឃឹមទៀតហើយឈ្នះហើយយើងឈ្នះហើយដាក់សៀឈ្នះហើយអបអរសាទរឈិនខៃលុននៃដាក់សៀដែលបានគ្រងតំណែងទេពបុត្រប្រណាំងឡានជាលើកទី2ចិនខៃលុនយើងឈ្នះហើយឈ្នះពិតមែនហើយត្រូវហើយយើងឈ្នះហើយចិនខៃលុនខ្ញុំចាញ់ហើយចាញ់ដោយអស់ចិត្តខិតខំប្រឹងប្រែងបន្តទៀតឯងពិតជាពូកែមែនចិនខៃលុនខ្ញុំមិនលើកលែងឲ្យឯងដាច់ខាតយីស៊ូឯងត្រូវចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សជាតិត្រូវចាប់ខ្លួនសូមអញ្ជើញទៅជាមួយយើងមួយជើងពួកឯងឈ្មោះទេអីអញជាជនជាតិកូរ៉េដាក់សៀពួកឯងគ្មានសិទ្ធិចាប់ខ្លួនអញទេទីនេះគឺដាក់សៀយើងមានសិទ្ធិចាត់ការលើរូបឯងជំរាបសួរខ្ញុំចង់រាយការណ៍បន្ថែមថាគេពាក់ព័ន្ធនឹងករណីប៉ុនប៉ងមនុស្សជាតិឈិនខៃលុនឯងចាំមើលទៅខ្ញុំច្បាស់ជាត្រឡប់មកវិញធ្វើអាក្រក់ច្រើនតែងតែបំផ្លាញខ្លួនឯងស្វាគមន៍ការត្រឡប់មកវិញនៃទេពបុត្រប្រណាំងឡានកៃលុនកុំអារវល់អីមកញ៉ាំស៊ុបបន្តិចសិនទៅនេះជាស៊ុបឆ្អឹងជំនីជ្រូកដែលខ្ញុំរងាស់ពេញមួយព្រឹកណាជីងក្រានស្នាដៃនាងកាន់តែល្អឡើងហើយប៉ុន្តែប្រៀបនឹងការញ៉ាំស៊ុបខ្ញុំចូលចិត្តស្ដាប់សំឡេងក្រហមនៃម៉ាស៊ីននេះជាងខៃលុនប្រញាប់មើលព័ត៌មានទៅរឿងក្តីជីស៊ូត្រូវបានកាត់ទោសហើយសមាគមប្រណាំងឡានក៏បានផ្ញើលិខិតសុំទោសជាផ្លូវការដែរ
ខៃលុនអ្នកជំនាញសម្អាតសម្រាមខ្ញុំគ្រាន់តែសង្ឃឹមថានឹងមានបញ្ហាតិចជាងមុននៅពេលអនាគតជួសជុលឡានរបស់ខ្ញុំដោយស្ងប់ស្ងាត់ ខៃលុនតើអ្នកពិតជាមានបំណងជួសជុលឡានបែបនេះរហូតមែនទេឥឡូវនេះអ្នកគឺជាវីរៈបុរសរបស់ដាខ្សៀវីរៈបុរសឪពុករបស់ខ្ញុំធ្លាប់និយាយថាវីរៈបុរសពិតប្រាកដគឺជាអ្នកដែលការពារសុវត្ថិភាពផ្លូវប្រកួតដោយស្ងៀមស្ងាត់ចំណែកខ្ញុំគ្រាន់តែជាជាងជួសជុលឡានប៉ុណ្ណោះជីស៊ូត្រូវបានគេចាប់ដាក់គុកហើយវិស័យប្រណាំងឡានរបស់ដាក់សៀមានសុវត្ថិភាពជាបណ្ដោះអាសន្នហើយសូមពុកកុំបារម្ភខ្ញុំនឹងមើលថែហាងមួយនេះនិងគោរពតាមច្បាប់របស់ពុកយប់ជ្រៅយ៉ាងនេះទៅហើយតើជានរណាថ្ងៃនេះមិនទាន់បើកទ្វាររកស៊ីទេសូមអ្នករាល់គ្នាទៅជួសជុលឡាននៅហាងផ្សេងទៅពួកយើងមិនមែនមកជួសជុលឡានទេគឺបំណងមកជួបលោកដោយផ្ទាល់មកជួបខ្ញុំលោកហាត់ឬក៏ខ្ញុំគួរតែហៅលោកថាអាទិទេពប្រណាំងឡានរបស់ដាក់សៀឬជាអ្នកបំភ្លឺផ្លូវរបស់អគ្គនាយកដ្ឋានកីឡាជាតិប្រធានចៅតើលោកមានការអ្វីជាមួយខ្ញុំពួកយើងចង់អញ្ជើញលោកឲ្យធ្វើជាទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់នៃក្រុមហ្វឹកហ្វឺនប្រណាំងឡានជាតិនិងនឹងធ្វើជាកីឡាករប្រណាំងឡានជួរមុខតំណាងឲ្យប្រទេសជាតិទៅចូលរួមប្រកួតនៅខែក្រោយនៅម៉ូណាកូក្នុងព្រឹត្តិការណ៍ជើងឯកប្រណាំងឡានពិភពលោកសូមទោសផងប្រធានចៅខ្ញុំបានដកខ្លួនចេញហើយឥឡូវនេះខ្ញុំគ្រាន់តែជាជាងជួសជុលម្នាក់ប៉ុណ្ណោះទោះបីជាជីស៊ូត្រូវជាប់គុកក៏ដោយប៉ុន្តែស្រមោលអាក្រក់នៅពីក្រោយខ្នងនៅតែមាននៅក្នុងវិស័យប្រណាំងឡានអន្តរជាតិមនុស្សជាច្រើននៅតែមើលងាយការប្រណាំងឡានរបស់ដាក់សៀពួកយើងត្រូវការទង់ជ័យមួយត្រូវការមនុស្សម្នាក់ដែលអាចគ្រប់គ្រងស្ថានភាពបានដាក់សៀមានអ្នកបន្តវេនពូកែជាច្រើនលីនសៀវនិងគូធានខៃពួកគេសុទ្ធតែពូកែមិនបាច់ត្រូវការអ្នកប្រណាំងចាស់ផុតកំណត់ដូចខ្ញុំទេលីនសៀវនិងអ្នកផ្សេងទៀតនៅក្មេងពេកវ៉ាខាត់ស្មារតីរឹងមាំក្នុងការប្រកួតធំអន្តរជាតិមានតែជំនាញបត់ជើងកោងផ្លេចបន្ទោនិងការយល់ដឹងស៊ីជម្រៅលើរថយន្តរបស់លោកប៉ុណ្ណោះទើបអាចដឹកនាំក្រុមជម្រើសជាតិបំបែកបណ្ដាសានេះបាននេះជាលិខិតកោះហៅនិងជាលិខិតតាំងពីក្រមជំរឿជាតិសង្ឃឹមថាលោកនឹងពិចារណាដោយយកចិត្តទុកដាក់នេះមិនត្រឹមតែជាការប្រកួតមួយប៉ុណ្ណោះទេថែមទាំងជាកិត្តិយសដ៏ខ្ពង់ខ្ពស់ផងដែរខៃលុនតើប្រធានចៅពិតជាមកជួបអ្នកមែនទេតើអ្នកនឹងយល់ព្រមតាមគាត់ទេតើអ្នកដឹងទេថាអ្វីដែលខ្ញុំចង់បានបំផុតអ្វីដែលខ្ញុំចង់បានបំផុតគឺភាពស្ងប់ស្ងាត់បែបនេះការប្រណាំងឡានវាលឺខ្លាំងពេកខ្លាំងរហូតដល់ខ្ញុំស្ដាប់មិនលឺចង្វាក់បេះដូងរបស់ម៉ាស៊ីនឡានឡើយប៉ុន្តែនឹងជាក្រុមជម្រើសជាតិណាជាការដណ្ដើមយកកិត្តិយសជូនជាតិតើអ្នកដែលចិត្តមើលក្រុមប្រណាំងដាក់សៀត្រូវគេធ្វើបាបនៅលើឆាកអន្តរជាតិឬជាងរ៉ានខ្ញុំបានលះបង់ច្រើនណាស់សម្រាប់វិស័យប្រណាំងឡានពួកខ្ញុំបានលាចាកលោកទៅហើយឥឡូវនេះខ្ញុំគ្រាន់តែចង់មើលថែហាងមួយនេះមើលថែអ្នកនឹងរស់នៅយ៉ាងមានក្តីសុខខ្ញុំយល់ហើយសុំទោសមកពីខ្ញុំបញ្ញាពេកអូឮថានរណាម្នាក់បានហែកលិខិតកោះហៅរបស់ក្រុមជម្រើសជាតិចោលដោយក្រដាសសម្រាមតើឯងមកធ្វើអីបើចង់ជួសជុលឡានទៅហាងសូអេសទៅកុំចិត្តចង្អៀតពេកអីអាទិទេពប្រណាំងឡានទោះបីជាខ្ញុំមិនចង់ទទួលស្គាល់ក៏ដោយប៉ុន្តែប្រធានចៅនិយាយត្រូវក្រុមជម្រើសជាតិពេលនេះក្រៅពីឯងគ្មាននរណាម្នាក់អាចគ្រប់គ្រងស្ថានភាពបានទេជាពិសេសអាម្នាក់ឈ្មោះចាំងខាំងនោះក្រៅពីមានលុយគឺគ្មានបានការអីទាំងអស់នឹងជាchuyệnរបស់ពួកឯងខ្ញុំគ្រាន់តែជាជាងជួសជុលឡានប៉ុណ្ណោះអូខេឯងខ្លាំងណាស់ប៉ុន្តែចាំមើលទៅរឿងនេះមិនទាន់ចប់ទេមិនស្រួលទេខៃលុនមានរឿងធំកើតឡើងហើយមានរឿងអីទៀតហើយទោះមេឃរលំក៏មានអ្នកខ្ពស់ជួយទ្រដែរមើលតាមអ៊ីនធឺណិតទៅឈ្នះពានរង្វាន់ភ្លាមវាយរឹកផ្លែតតើប្រទេសជាតិបណ្ដោះបណ្ដាលឯងងាយស្រួលណាស់ឬស្មានតែជាអាទិទេពប្រណាំងឡានអីតាមពិតគ្រាន់តែជាអ្នកស្រាយចេះតែបើកឡានឈ្នួលមនុស្សបែបនេះស័ក្តិសមជាអាទិទេពប្រណាំងឡានដែរឬចេញពីវិស័យប្រណាំងឡានទៅនេះហើយជាពិភពអ៊ីនធឺណិតក្រុមមនុស្សដែលពួននៅក្រោយឃីបពួកគេមិនដឹងពីភាពសាហាវឃោឃៅនៃការប្រណាំងឡានទេហើយក៏មិនដឹងថាខ្ញុំបានឆ្លងកាត់អ្វីខ្លះដែរប៉ុន្តែរឿងនេះវាហួសហេតុពេកហើយច្បាស់ជាអ្នកជួយសង្គ្រោះវិស័យប្រណាំងឡានដាក់សៀបរិសុទ្ធគឺនៅតែបរិសុទ្ធទៅជួសជុលឡានវិញទៅខៃលុនមកដល់ហើយ
កាលុនតាឲ្យបងប្រុសខ្ញុំចេញសេចក្តីថ្លែងការបកស្រាយទេ លោកគឺឈិនខៃលុនអ្វីដែលគេនិយាយលើអ៊ីនធឺណិតគឺពិតមែនទេតើលោកមានសិទ្ធិអ្វីបដិសេធក្រុមជម្រើសជាតិលោកស័ក្តិសមនឹងអ្នកគ្រប់គ្រងលោកទេវាជារឿងពិតហេតុអ្វីបានជាខ្ញុំជាជាងជួសជុលខ្ញុំមិនអាចជ្រើសរើសការប្រណាំងឡានបានហេតុអ្វីបានជាខ្ញុំជាស្ដេចប្រណាំងឡានខ្ញុំត្រូវជាប់ចំណងសិលធម៌រកលេសលោកឈិនលោកបានឃើញព័ត៌មានលើអ៊ីនធឺណិតហើយមែនទេឥឡូវនេះមតិសាធារណៈមិនល្អសម្រាប់ពួកយើងទេនៅអន្តរជាតិគេកំពុងសើចចំអកគេថានៅដាក់សៀគ្មានអ្នកប្រណាំងឡានទេសូម្បីតែអ្នកហ៊ានទទួលការប្រកួតក៏គ្មានដែរប្រធានសៅខ្ញុំបានប្រាប់ហើយថាខ្ញុំនឹងមិនទៅទេលោកឈិននេះមិនមែនដើម្បីខ្ញុំផ្ទាល់ទេហើយក៏មិនមែនដើម្បីគេឈ្មោះខ្លែងខ្លាយដែរកាលពីម្សិលមិញប្រធានសហព័ន្ធកីឡាយានយន្តអន្តរជាតិបាននិយាយជាសាធារណៈថាការប្រណាំងឡានរបស់ដាក់សៀស័ក្តិសមតែបើកឡានវ៉ែនក្នុងភក់ប៉ុណ្ណោះមិនស័ក្តិសមឈរនៅលើផ្លូវប្រណាំងកម្រិតពិភពលោកទេគាត់និយាយថាម៉េចអ្វីដែលគេមើលងាយមិនមែនខ្ញុំទេមិនមែនក្រុមជម្រើសជាតិទេគឺឧស្សាហកម្មប្រណាំងឡានរបស់ដាក់សៀទាំងមូលគឺមនុស្សរាប់លានអ្នកដែលស្រឡាញ់ការប្រណាំងឡានដូចជាលោកដែរកាលុនគេមិនមែនកំពុងជេរលោកទេគេកំពុងប្រមាថជំនឿរបស់លោកស្រឡាញ់ការប្រណាំងឡានដល់ឆ្អឹងតែលោកអាចទ្រាំមើលគេជន់ឈ្លីការប្រណាំងឡានបែបនេះបានយ៉ាងម៉េចនេះជាអ្វីអើយមើលទៅនេះជារបស់ដែលខ្ញុំឲ្យគេធ្វើជាពិសេសពេញមួយយប់កុំយល់ខុសខ្ញុំមិនមែនធ្វើដើម្បីលោកទេខ្ញុំធ្វើដើម្បីខ្លួនឯងខ្ញុំមិនចង់ឲ្យថ្ងៃក្រោយពេលនៅក្រៅប្រទេសគេសួរពីស្ដេចប្រណាំងឡានដាក់សៀខ្ញុំបានត្រឹមតែញញឹមទាំងអៀនខ្មាស់ទេចិនខៃលុនបើគេចង់ឃើញលោកទៅយកជើងឯកពិភពលោកនោះមកវិញទៅផ្ទះកំភ្លៀងពួកគេឲ្យហើមមុខទៅយល់ព្រមប្រធានយ៉ាវខ្ញុំយល់ព្រមចូលរួមប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយលក្ខខណ្ឌអ្វីខ្ញុំមិនត្រឹមតែចង់ឈ្នះទេខ្ញុំចង់ឲ្យពិភពលោកទាំងមូលឃើញថាស្ដេចប្រណាំងឡានដាក់សៀជាងជួសជុលដាក់សៀសុទ្ធតែមិនងាយរញ៉េរញ៉ៃទេអូនេះមិនមែនជាស្ដេចប្រណាំងឡានវ៉ែនរបស់ដាក់សៀយើងទេអីមិនដែរយានដ្ឋានក្រុមជម្រើសជាតិតូចពេកដាក់ឡានវ៉ែនកញ្ចាស់ឯងមិនចូលទេអីឡានមិនបែងចែកថោកថ្លៃទេឡានដែលអាចឈ្នះការប្រកួតទើបជាឡានល្អឈ្នះការប្រកួតទីនេះជាក្រុមជម្រើសជាតិមិនមែនកន្លែងជួសជុលឡាននៅជើងភ្នំអាគីណាទេឯងមានសិទ្ធិអ្វីមកធ្វើក្នុងនាមជាទីប្រឹក្សាបច្ចេកទេសគឺដោយសារឯងសំណាងល្អទើបឈ្នះជីស៊ូមុំកង់មុខខាងឆ្វេងរបស់ឯងវិច 0.5 ដឹកក្រេះហើយឬសប្រព័ន្ធរំញ័រក៏រលុងដែរក្នុងស្ថានភាពនេះឯងមិនអាចប្រណាំងឈ្នះខ្ញុំទេឯងនិយាយផ្ដេសផ្ដាស់នេះជាឡានប្រណាំងដែលទើបតែសម្រួលរួចមិនជឿសាកប្រណាំងមួយជុំមើលចិនខៃលុនបើឯងចាញ់ត្រូវតែចេញពីក្រុមជម្រើសជាតិភ្លាមចុះបើខ្ញុំឈ្នះមិនអាចទេវិជ្ជាវៈកែច្នៃនៃការបត់ភ្លេចបន្ទោ
អូជៀនហៅចង់ប្រកួតជាមួយខ្ញុំឬក៏ទៅហាត់បន្ថែមឲ្យល្អសិនទៅច្បាប់គឺត្រូវបានកំណត់ដោយសមត្ថភាពឥឡូវនេះឯងអាចបិទមាត់បានហើយខ្ញុំដឹងថាអ្នកទាំងអស់គ្នាមិនសុខចិត្តទេអ្នកទាំងអស់គ្នាគិតថាម្នាក់ជួសជុលឡានដូចខ្ញុំមិនយល់ពីបច្ចេកវិទ្យាខ្ពស់ប៉ុន្តែអ្នកភ្លេចហើយថាការប្រកួតឡាននិយាយឲ្យចំទៅគឺជាសិល្បៈនៃគ្រឿងម៉ាស៊ីនអ្នកទាំងអស់គ្នាពឹងផ្អែកខ្លាំងពេកលើកុំព្យូទ័រក្នុងឡាននិងប្រព័ន្ធជំនួយអេឡិចត្រូនិកនៅពេលដែលប្រព័ន្ធអេឡិចត្រូនិកបរាជ័យក្នុងអាកាសធាតុខ្លាំងគឺសូម្បីតែចង្កូតក៏អ្នកកាន់មិនជាប់ផងចុះយ៉ាងម៉េចឡានពួកយើងគឺទំនើបជាងឡានលោកទំនើបភ្លៀងការពីម្សិលមិញឡានរបស់អ្នករអិលលើផ្លូវសើមអស់4ដងប្រសិនបើនេះជាការប្រកួតពិតប្រាកដអ្នកបានបុកជញ្ជាំងបាត់ទៅហើយចាប់ពីថ្ងៃនេះទៅខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាមិនមែនបង្រៀនអ្នកពីរបៀបបើកបរឲ្យលឿនទេគឺបង្រៀនអ្នកឲ្យស្គាល់និងយល់ពីឡានឥឡូវនេះប្រើត្រចៀករបស់អ្នកស្ដាប់ប្រើដៃរបស់អ្នកស្ទាបអារម្មណ៍ពីដង្ហើមនៃម៉ាស៊ីនអារម្មណ៍ពីការឆ្លើយតបនៃបូមឡានខ្ញុំមានអារម្មណ៍ថាការឆេះស៊ីឡាំងលេខ3មានការយឺតយ៉ាវល្អណាស់នេះហើយជាការរួមបញ្ចូលគ្នារវាងមនុស្សនិងឡានចងចាំថាឡានគឺជាមិត្តរួមសមរភូមិរបស់អ្នកមិនមែនជាប្រដាប់ក្មេងលេងរបស់អ្នកទេលោកឆេងទោះបីជាលោកជានាយកក្រុមប៉ុន្តែថវិការបស់ក្រុមកម្រិតជាតិពិតជាតឹងណែនណាស់លើកនេះទៅម៉ូណាកូគ្រាន់តែថ្លៃដឹកជញ្ជូនឡានប្រកួតក៏លើសកម្រិតដែរប្រធានចៅបញ្ហាថវិកាខ្ញុំបានដោះស្រាយរួចហើយអ្នកប្រុសលីនខ្ញុំឧបត្ថម្ភ50លានដើម្បីធ្វើជាមូលនិធិវឹកវើនិងប្រកួតពិសេសសម្រាប់ក្រុមកម្រិតជាតិតើអ្នកចង់បានអ្វីខ្ញុំចង់បានការឈ្នះលោកឆេងខៃលុនខ្ញុំលីនសៀវក្នុងជីវិតនេះមិនដែលកោតសរសើរអ្នកណាទេប៉ុន្តែបច្ចេកទេសរបស់លោកខ្ញុំកោតសរសើរខ្ញុំចង់តាមលោកទៅកាន់ទីលានប្រកួតពិភពលោកដើម្បីជន់ឈ្លីពួកអ្នកដែលមើលងាយពួកយើងនៅក្រោមជើងល្អប៉ុន្តែលុយដោយលុយច្បាប់ដោយច្បាប់នៅក្នុងក្រុមឡានគ្មានអ្នកប្រុសទេមានតែអ្នកបើកបរនិងផ្នែកគុតគង្គប៉ុណ្ណោះបាទប្រធានឆេងលិនសៀវអ្នកពិតជាបានផ្លាស់ប្ដូរហើយស៊ីនរ៉ានកាលពីមុនខ្ញុំគិតថាមានលុយអាចទិញបានគ្រប់យ៉ាងប៉ុន្តែបន្ទាប់ពីបានឃើញឆេងខៃលុនខ្ញុំទើបតែដឹងថាមានរឿងខ្លះលុយមិនអាចទិញបានទេឧទាហរណ៍ដូចជាក្តីស្រឡាញ់ដ៏ពិតប្រាកដខៃលុនញ៉ាំអីបន្តិចទៅស៊ីនរ៉ាថ្ងៃស្អែកត្រូវទៅម៉ូណាកូហើយនិយាយស្មោះទៅខ្ញុំរៀងភ័យបន្តិចដែរភ័យអីទៅបងជាស្ដេចបល្ល័ង្កតាសាខ្ញុំមិនមែនខ្លាចចាញ់ទេខ្ញុំខ្លាចក្រែងលោកខ្ញុំបរាជ័យមនុស្សដែលគ្រប់គ្រងពួកយើងនឹងខកចិត្តខៃលុនមិនថានឹងឈ្នះឬចាញ់បងគឺជាវីរបុរសរបស់អូនជានិច្ចម្យ៉ាងទៀតបងមិនមែនប្រយុទ្ធតែម្នាក់ឯងទេបងមានពួកយើងមានក្រុមកម្រិតជាតិនិងមានអ្នកគ្រប់គ្រងរាប់លានអ្នកនៅតាស៊ីដើម្បីអ្នកទាំងអស់គ្នាខ្ញុំត្រូវតែឈ្នះ
មេក្រុមថ្ងៃស្អែកពួកយើងតស៊ូជាមួយគ្នាល្អដើម្បីអាគារធំដើម្បីកិត្តិយសដើម្បីអាគារធំដើម្បីកិត្តិយសលោកចេងខ្ញុំឮថាអ្នកបានបើករថយន្តវ៉ាន់ចាស់មួយគ្រឿងទៅការប្រកួតជើងឯកពិភពលោកតើនេះជារឿងកំ pl ាញ់ឬ ពិតជាគួរឲ្យអស់សំណើចណាស់មែនទេតែអ្នកទាំងអស់គ្នាពិតជាគិតថាអាចយកឈ្នះស្ដេចប្រណាំងឡានអឺរ៉ុបបានមែនទេ ការប្រណាំងឡានមិនមែននិយាយដោយប្រើមាត់នោះទេជួបគ្នានៅលើផ្លូវប្រណាំងដើម្បីដឹងការពិត លោកចេងពួកយើងបានទទួលការរាយការណ៍ថារថយន្តវ៉ាន់របស់អ្នកត្រូវបានសង្ស័យថាកែច្នៃខុសច្បាប់ឥឡូវនេះខ្ញុំត្រូវធ្វើការត្រួតពិនិត្យរថយន្តរបស់អ្នកឲ្យបានហ្មត់ចត់បានប៉ុន្តែសូមកុំធ្វើឲ្យខាតពេលការហ្វឹកហាត់របស់យើង កុំបារម្ភពួកយើងនឹងពិនិត្យយ៉ាងយកចិត្តទុកដាក់ តើអ្នកកំពុងធ្វើអ្វីនេះជាការបំផ្លាញដោយចេតនា ពួកយើងគ្រាន់តែអនុវត្តតាមច្បាប់ប៉ុណ្ណោះ ឲ្យពួកគេពិនិត្យទៅខ្ញុំចង់ដឹងថាតើកណ្ដាប់ដៃរបស់ពួកគេរឹងឬរថយន្តរបស់ខ្ញុំរឹងជាង មេក្រុមចេងយោងតាមមាត្រា 4 នៃច្បាប់ប្រកួតកម្ពស់បាតក្រោមនិងកញ្ចប់ប្រព័ន្ធអាកាសឌីណាមិកនៃរថយន្តនេះមានហានិភ័យសុវត្ថិភាពធ្ងន់ធ្ងរខ្ញុំសង្ស័យថាអ្នកបានប្រើប្រព័ន្ធបូមអ៊ីដ្រូលីកខុសច្បាប់ មេក្រុមនេះជាការរករឿងដោយចេតនាពួកគេចង់លុបចោលសិទ្ធិចូលរួមប្រកួតរបស់អ្នកចៅជូកុំប្រញាប់ក្នុងពេលដែលពួកគេចង់មើលឲ្យពួកគេមើលឲ្យស្បើមចិត្តទៅ អ្នកនាងនេះមិនមែនជាប្រព័ន្ធបូមអ៊ីដ្រូលីកទេនេះជាគ្រឿងបាតក្រោមដែលកែសម្រួលដោយស្វ័យប្រវត្តិនៃរចនាសម្ព័ន្ធមេកានិកសុទ្ធសាធវាស្របតាមច្បាប់ទាំងស្រុងហើយថែមទាំងមានទំនុកចិត្តជាងប្រព័ន្ធអេឡិចត្រូនិកដែលពឹងផ្អែកលើកុំព្យូទ័ររបស់អ្នកទៅទៀត ចាត់ទុកថាអ្នកមានសំណាងទៅប៉ុន្តែកុំគិតថាឲ្យតែប្រឡងជាប់ការត្រួតពិនិត្យរថយន្តគឺអាចឈ្នះបានឲ្យសោះ មេក្រុមអស្ចារ្យណាស់ប៉ុន្មានក្បាច់របស់អ្នកអំបញ្ញមិញនេះបានធ្វើឲ្យមុខរបស់ពួកគេជ្រុកនឹងដីទៀតហើយកុំអរប្រញាប់ពេកពួកគេមិនព្រមបញ្ចប់ត្រឹមនេះឡើយចាំទុកនៅលើផ្លូវប្រណាំងក្រៅពីគូប្រកួតត្រូវតែប្រុងប្រយ័ត្នចំពោះការវាយប្រហារពីក្រោយខ្នងផងដែរ ខែលើខ្ញុំបានវិភាគទិន្នន័យល្បឿនជុំនៃការប្រកួតចម្រុះហើយផ្លូវប្រណាំងនេះមានប្រៀបខ្លាំងសម្រាប់ឡានស្ពតដែលមានកម្លាំងសេះធំរថយន្តវ៉ាន់របស់យើងចាញ់ប្រៀបនៅលើផ្លូវត្រាំង ចាញ់ប្រៀបលើផ្លូវត្រង់ត្រូវយកមកវិញនៅផ្លូវកោងផ្លូវប្រណាំងមុនកោក៏មានភាពចង្អៀតនិងមានផ្លូវកោងកែងជាច្រើននេះហើយជាកន្លែងប្រៀបរបស់យើងប្រាប់ទុកคนឲ្យបោះបង់ការស្រមើស្រមៃអំពីការបង្កើនល្បឿនលើផ្លូវត្រង់ហើយផ្ដោតអារម្មណ៍ទាំងស្រុងលើចំណុចចាប់ហ្វ្រាំងនិងខ្សែផ្លូវចូលកោង លោកចេងប្រព័ន្ធវាស់ស្ទង់ពីចម្ងាយរបស់យើងបង្ហាញថាសម្ពាធតបបូនៃរថយន្តប្រណាំងរបស់អ្នកនៅផ្លូវកោងលេខ 3 បានលើសពីកម្រិតកំណត់ 0.1 ប៉ាស្កាល់យោងតាមច្បាប់លទ្ធផលប្រកួតចម្រុះរបស់អ្នកនឹងត្រូវលុបចោល មិនអាចទៅរួចទេការកំណត់សម្ពាធតបបូរបស់ខ្ញុំគឺនៅក្នុងជួរប្រកបដោយសុវត្ថិភាព ទិន្នន័យមិនកុហកទេលើកលែងតែអ្នកអាចស្រ័យបានថា sensor របស់អ្នកមិនបានបោកប្រាស់ សមាជ
ចាត់គណៈកម្មាធិការនេះជាប្លង់កែច្នៃនិងរបាយការណ៍តេស្តទាំងស្រុងយើងមិនត្រឹមតែមិនបានបោកប្រាស់ទេប៉ុន្តែថែមទាំងស្ម័គ្រចិត្តបន្ថយកម្លាំងទ័ពបូដើម្បីឲ្យស្របតាមបទដ្ឋាន ម្យ៉ាងទៀតខ្ញុំបានតាក់ទងស្ថាប័នពិនិត្យឯករាជ្យកម្ពុជាអន្តរជាតិរួចហើយរបាយការណ៍ដែលពួកគេទើបតែចេញបញ្ជាក់ថាទិន្នន័យវាស់វែងដែលសមាគមផ្ដល់ឲ្យមានការរំខានសញ្ញាយ៉ាងធ្ងន់ធ្ងរបញ្ហាពិតប្រាកដគឺស្ថិតនៅលើគ្រឿងទទួលសញ្ញារបស់ពួកអ្នកផ្ទាល់អ្នករាល់គ្នាខ្ញុំគោរពវិធានការប៉ុន្តែសូមអ្នករាល់គ្នាគោរពឡានប្រណាំងផងអ្នកប្រណាំងឡានដាក់សៀមិនដែលឈ្នះដោយសារការបោកប្រាស់ឡើយប៉ុន្តែក៏ដាច់ខាតមិនបណ្ដោយឲ្យគេបង្កាច់បង្ខូចដែរការចោទប្រកាន់ទាំងអស់មិនបានសម្រេចដោយសារខ្វះភ័ស្តុតាងលោកចាងខ្ញុំបានមើលការប្រណាំងរបស់អ្នកហើយជំនាញរបស់អ្នកល្អបង្គួរប៉ុន្តែការប្រណាំងជាកីឡាដ៏ខ្ពង់ខ្ពស់តើឡានកំប៉ុងរបស់អ្នកពិតជាស័ក្តិសមនៅលើផ្លូវប្រណាំងនេះមែនទេលោកសាតូការប្រណាំងមិនមែនអំពីឡានដែលថ្លៃបំផុតនោះទេវាគឺអំពីអ្នកណាដែលមានបេះដូងបរិសុទ្ធបំផុតបេះដូងគ្មានតម្លៃទល់នឹងអំណាចដាច់ខាតឡើយថ្ងៃស្អែកខ្ញុំនឹងបង្ហាញអ្នកពីគម្លាតពិតប្រាកដគម្លាតជួបគ្នានៅលើផ្លូវប្រណាំងថ្ងៃស្អែកសង្ឃឹមថាឡានរបស់អ្នករឹងមាំដូចមាត់របស់អ្នកចុះនៅគិតរឿងការពីថ្ងៃមែនទេ សៀវឡានខ្ញុំមិនខឹងទេខ្ញុំគ្រាន់តែមានអារម្មណ៍ថាពួកគេគួរឲ្យអាណិតណាស់ពួកគេគិតថាមានឡានល្អបំផុតគឺមានអ្វីអ្វីទាំងអស់ប៉ុន្តែពួកគេភ្លេចថាការប្រណាំងឡានគឺជាសិល្បៈនៃការរួមបញ្ចូលគ្នារវាងមនុស្សនិងឡានកាយលុនមិនថាម៉ងស្អែកមានអ្វីកើតឡើងទេអ្នកគឺជាអ្នកដែលពូកែបំផុតថ្ងៃស្អែកខ្ញុំនឹងឲ្យពួកគេមើលថាជាងជួសជុលរបស់ដាក់សៀបំផ្លាញប្រអប់ដែកឲ្យទៅជាឡានចម្បាំងដោយរបៀបណាឡានខ្ញុំចាងខ្វាំងអ្នកមិនអីទេមេក្រុមខ្ញុំមិនអីទេប៉ុន្តែឡានដកខ្លួនចេញដែលសល់ទុកឲ្យខ្ញុំមិនស្គាល់ប្រមាណកម្លាំងខ្លួនឯងសុថេងកាយវិការរបស់អ្នកមិញនេះអាក្រក់ណាស់ឥឡូវនេះខ្ញុំនឹងឲ្យអ្នកមើលថាអ្វីទៅដែលហៅថាការជិះឈ្នះដោយស្អាតស្អំព្រះអើយឡាននំបាំងរបស់ចាងកៃលុនមិនបានបន្ថយល្បឿនសោះនៅផ្លូវបត់កាច់កាត់នេះគាត់បានប្រើប្រាស់កម្លាំងផ្លាតរាំងដើម្បីធ្វើការទ្រីបយ៉ាងអស្ចារ្យមួយមិនអាចទេឡានប៉ាំងកំទេចមួយគ្រឿងតើអាចលឿនយ៉ាងនេះបានដោយរបៀបណា
លោកប្រធានជើខ្ញុំសិនរានខ្ញុំមាន លោកជំទាវនិងលោកសមាជិកគណៈកម្មាធិការទោះបីជាទិន្នន័យ telemetry របស់យើងមានកំហុសក៏ដោយប៉ុន្តែបន្ទាប់ពីការត្រួតពិនិត្យក្រោយការប្រកួតរថយន្តប្រដេញរបស់ចេងខៃលុននៅពេលឆ្លងកាត់ផ្លូវកោងលេខ 3 ផ្នែកខាងក្រោមនៃរថយន្តបានប៉ះទង្គិចជាមួយរបាំងការពារលើសពី 3 សង់ទីម៉ែត្រយោងតាមច្បាប់នៃការប្រកួតប្រជែងប្រយោគទី 42 ការប្រើប្រាស់វត្ថុខាងក្រៅផ្លូវប្រកួតដើម្បីទទួលបានកម្លាំងកកិតបន្ថែមនិងផ្លាស់ប្ដូរគន្លងផ្លូវគឺជារឿងល្មើសច្បាប់ធ្ងន់ធ្ងរ និយាយផ្ដេសផ្ដាស់ផ្លូវប្រកួតម៉ូណាខូចង្អៀតយ៉ាងនេះអ្នកណាមិនប៉ះរបាំងអ្នកឯងចង់ចោទប្រកាន់ទាំងបំពេញ អ្នកផ្សេងប៉ះរបាំងដោយសារបាត់បង់ការគ្រប់គ្រងប៉ុន្តែគាត់ប្រើប្រាស់វាដោយចេតនាខ្ញុំសូមស្នើឲ្យលុបចោលលទ្ធផលជំទី1របស់ចេងខៃលុននិងពិន័យបន្ថែមពេល1នាទីខៃលុនលីនសៀវកំពុងប្រើប្រាស់គ្រប់ទំនាក់ទំនងដើម្បីតាក់ទងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិចៅជូសាំងក៏កំពុងចរចាជាមួយគណៈកម្មាធិការប៉ុន្តែស៊ូសានប្រកែកដាច់អហង្ការ ស៊ីនរ៉ានកុំខ្លាចអីពួកគេកាន់តែធ្វើបែបនេះគឺកាន់តែបង្ហាញថាពួកគេខ្លាចចាញ់ខ្ញុំនៅលើផ្លូវប្រកួតដោយចំហទើបពួកគេព្យាយាមរកចន្លោះប្រហោងក្នុងច្បាប់បែបនេះ ប៉ុន្តែប្រសិនបើគេពិន័យថែមពេល ទោះជាត្រូវពិន័យថែមពេលក៏ខ្ញុំនឹងយកពេលដែលបាត់បង់មកវិញទាំងដើមទាំងការនៅជុំចុងក្រោយ ប្រិមិត្តអ្នកសារព័ត៌មានទាំងឡាយពាក់ព័ន្ធនឹងការចោទប្រកាន់ថាចេងខៃលុនល្មើសច្បាប់ខ្ញុំមានវីដេអូកម្រិតច្បាស់ HD ច្រើនជ្រុងជ្រោយចេញពីរថយន្តនិងការឃ្លាំមើលឯករាជ្យតាមបណ្ដោយផ្លូវប្រកួតសូមអ្នកទាំងអស់គ្នាមើលនៅផ្លូវកោងលេខ 3 រថយន្តរបស់ចេងខៃលុនពិតជាបានប៉ះរបាំងមែនប៉ុន្តែសូមចាប់អារម្មណ៍លើការបង្វិលចង្កូតនិងកម្រិតធៀបកែរបស់គាត់ស្ថិតក្នុងខណៈពេលដ៏គ្រោះថ្នាក់បំផុតដែលផ្នែកខាងក្រោយរថយន្តបាត់បង់ការកកិតនិងរៀបជិតបាត់បង់ការគ្រប់គ្រងបុកជញ្ជាំងខាងក្នុងគាត់បានប្រើរបាំងជាចំណុចទប់ដើម្បីសម្រេចការសង្គ្រោះរថយន្តក្នុងកម្រិតអតិបរមានេះមិនមែនជាការល្មើសច្បាប់ទេនេះជាបច្ចេកទេសបើកបរដែលឈានជើងហួសដែនកំណត់របស់មនុស្សលោកប្រសិនបើអានឹងរាប់ជាល្មើសច្បាប់នោះអ្នកបើកបរពាក់កណ្ដាលនៅលើផ្លូវប្រកួតម៉ូណាខូគួរតែត្រូវរងការពិន័យដែរ លោក Richard សូមលោកពិនិត្យមើលវីដេអូនេះឲ្យបានច្បាស់នេះមិនមែនជាការប្រើប្រាស់របាំងដើម្បីល្មើសច្បាប់ទេតែជាការសង្គ្រោះរថយន្តនៅចន្លោះព្រំដែនជីវិតនិងសេចក្តីស្លាប់របស់អ្នកបើកបរប្រសិនបើប្រតិកម្មជួយខ្លួនឯងនឹងរថយន្តកុំឲ្យខ្ទេចខ្ទីត្រូវសន្មតថាជាការល្មើសច្បាប់នោះតើច្បាប់របស់សហព័ន្ធកីឡាយានយន្តអន្តរជាតិរបស់អ្នកកំពុងការពារអ្នកបើកបរឬកំពុងសម្លាប់អ្នកបើកបរឲ្យប្រកប នេះពិតជាការបាត់បង់ការគ្រប់គ្រងដ៏គ្រោះថ្នាក់បំផុតលោក Richard ក្រុមប្រកួតដាស៊ីមកកាន់ម៉ូណាខូគឺដើម្បីស្វែងរកដែនកំណត់នៃរថយន្តប្រណាំងមិនមែនមកដើម្បីកេងចំណេញលើចន្លោះប្រហោងច្បាប់នោះទេយើងគោរពច្បាប់របស់អ្នកប៉ុន្តែយើងក៏ទាមទារយុត្តិធម៌ដាច់ខាតដែរប្រសិនបើថ្ងៃនេះអ្នករាល់គ្នាប្រើគំនិតអគតិនិងភាពអំនួតដើម្បីដាក់ទោសអ្នកបើកបរដ៏អស្ចារ្យម្នាក់ដោយបទចោទប្រកាន់គ្មានមូលដ្ឋាននោះនៅថ្ងៃស្អែកពិភពលោកទាំងមូលនឹងបានឃើញថាការប្រកួតថ្នាក់កំពូលអន្តរជាតិដែលហៅថាគ្រាន់តែជាល្ខោននិយាយដែលពេញដោយការគណនានយោបាយប៉ុណ្ណោះ ចៅសម្ដីរបស់អ្នកធ្ងន់ណាស់ប៉ុន្តែវីដេអូមិនកុហកទេក្នុងពេលជាមួយគ្នានេះខ្ញុំនឹងតំណាងឲ្យគណៈកម្មាធិការរៀបចំការប្រកួតចេញការព្រមានយ៉ាងធ្ងន់ធ្ងរចំពោះទង្វើប្តឹងចោទប្រកាន់ដោយចេតនាអាក្រក់របស់ស៊ូសានអរគុណលោក Richard អ្នកបានរក្សាតម្លៃនៃកីឡាម៉ូតូប្រណាំង ទូកំសាន្តនេះគឺជា model កំពូលនៅ Monaco មានលុយក៏ពិបាកជួលដែរថ្ងៃនេះខ្ញុំជាអ្នកចេញថ្លៃទាំងអស់សំជាអ្នកអង្គម្ចាស់ Linman ភាពអស្ចារ្យនេះគឺអស្ចារ្យណាស់ខ្ញុំថតរូបបន្តិចត្រឡប់ទៅវិញចែករំលែកជាមួយមិត្តភ័ក្តិឲ្យបានឃើញផងកៅឃ្មុំនៅលើទូកនេះចាស់ហើយប្រេះបំពង់ខ្យល់ស្ទះល្បឿនម៉ាស៊ីនក៏មិនស្មើជិះចេញទៅសមុទ្រ3ថ្ងៃទៀតប្រកាសជាលិចទឹកនិងបាត់បង់ធម្មពលជាមិនខានអ្នកផ្សេងមកកំសាន្តមើលសមុទ្រប្រធានក្រុមឯងមកធ្វើជាជាងជួសជុលទូកឬបងប្រុសរបស់ខ្ញុំពួកយើងមកវិស្មកាលមិនមែនមកធ្វើការជួសជុលទេតើអាចផ្អាកជំងឺអាជីពមួយរយៈបានទេ
ទៅដល់ណាត្រួតពិនិត្យជួសជុលដល់នឹងមានតែបងម្នាក់គត់ គ្រឿងម៉ាស៊ីនសុទ្ធតែមានហានិភ័យបើមិនជួសជុលទេងាយនឹងកើតរឿងណាស់ប្រធានក្រុមទៅដល់ណាសៀវភៅជួសជុលបើកដល់នឹងថ្ងៃក្រោយចេញទៅសមុទ្រសូម្បីតែជាងទូកក៏សន្សំបានដែរ ពួកយើងទៅដើរលេងបន្តិចទៅទុកពេលឲ្យពួកគេពីរនាក់នៅតែពីរនាក់ ទេសភាពនៅទីនេះល្អណាស់ ចាស់ស្អាតណាស់ អូនចូលចិត្តផ្កាទាំងនេះទេបើចូលចិត្តបងនឹងទិញមួយបាច់ជូនអូន អូនតែងតែគិតថាពិភពលោករបស់បងមានតែសោនិងគ្រឿងបន្លាស់មិនដែលចាប់អារម្មណ៍លើផ្កាស្រស់នោះទេ រើសតាមចិត្តចុះកុំប្រកាន់អី ស្អាតណាស់អូនចូលចិត្តណាស់អរគុណបងឆឹងខៃលូន មើលពួកគេទៅពិតជាសមគ្នាមែន កុំខ្វល់ពីពួកគេអីមួយក្រុមនឹងចូលចិត្តមើលរឿងភាគទេពួកយើងដើរទៅមុខបន្តិចទៅ ចា ហ៊ានប្រណាំងចេញដំណើរជាមួយខ្ញុំទេអ្នកអង្គម្ចាស់លីនការប្រកួតជាមួយអ្នកដើររត់ផ្លូវគឺថោកទាបណាស់ស្ដេចប្រណាំងពិតប្រាកដនៃក្រុមជើងឯកយើងនៅទីនេះពួកយើងគ្រាន់តែដើរលេងកម្សាន្តមិនបាច់ចាំបាច់ទៅប្រកួតប្រជែងនោះទេ ឆ្លន់កាសកំណត់ទៀតពេកស៊ីឡាំងទុនថយល្បឿនលឿនមានកបូនកកុញក្នុងស៊ីឡាំងមកប្រកួតហើយនៅតែមិនភ្លេចចាប់កំហុសទៀតមនុស្សក្នុងលោកនេះមានតែឯងម្នាក់គត់យកបង្អែមល្បីៗប្រចាំហាងរបស់អ្នករាល់មុខមកមួយចានទាំងអស់គ្នាចាប់ផ្ដើមញ៉ាំឲ្យសប្បាយផ្អែមពេកហើយផ្អែមរហូតដល់អណ្ដាតនិងបំពង់ក៏ឡើងរអើមអស់ហើយលក់ថ្លៃជាងប្រេងសាំងឡានប្រណាំងទៀតរសជាតិមិនស្មើបង្អែមតាមចិញ្ចើមផ្លូវក្នុងស្រុកផងសុទ្ធតែល្អមើលតែក្រៅពួកយើងផ្អែមទ្រលាន់អស់ហើយចុះហេតុអ្វីបានជាបងញ៉ាំយ៉ាងឆ្ងាញ់មាត់យ៉ាងនេះញ៉ាំនំបង្ក្រៀមនៅយន្តដ្ឋានជួសជុលរថយន្តនេះគឺល្អណាស់ទៅហើយ ការញ៉ាំការ៉េបន្តិចបន្តួចនោះក៏ជាភាពផ្អែមល្ហែមដែរតើគាត់មិនខ្លាចការដឹកជញ្ជូនទេឬ គាត់និយាយថាការដឹកជញ្ជូនឧបករណ៍អាចធ្វើឲ្យវាបែកបាក់ គាត់ម្នាក់ឯងទទួលបានការបម្រើដូចតាមច្រក VIP ដូច្នោះនេះគេហៅថាអំណាចនៃវត្តមាននេះគេហៅថាគួរឲ្យខ្លាច
សូមបើកប្រអប់ដើម្បីសហការក្នុងការពិនិត្យអាចឆ្លងកាត់បានអ្នកផ្សេងទៅបរទេសទិញកាដូអនុស្សាវរីយ៍អ្នកបែរជាយកឧបករណ៍មួយឈុតតាមមានបំណងបើកយានដ្ឋានជួសជុលនៅឌូបៃឬការជួសជុលឡាននៅឌូបៃថ្លៃណាស់ដូច្នេះប្រសិនបើមាននរណាម្នាក់បើកឡានធ្លាក់ប្រឡាយខ្ញុំគិតថ្លៃថោកជាងអ្នកស្រុកនៅទីនោះទៅដល់ឌូបៃប្រសិនបើខ្ញុំបើកឡានធ្លាក់ប្រឡាយមែនតើបញ្ចុះតម្លៃឲ្យខ្ញុំប៉ុន្មានភាគរយមិនបញ្ចុះតម្លៃទេហេតុអ្វីព្រោះខ្ញុំជឿថាអ្នកនឹងមិនបើកធ្លាក់ចូលទេគ្រូបង្វឹកគួរតើអ្នកបានឮទេគាត់និយាយថាគាត់ជឿខ្ញុំបានឮហើយអ្នកទាំងអស់គ្នាជួយកុំដើរលឿនពេករងចាំពួកយើងផងអ្នកប្រាប់មកមើលតើពួកយើងកំពុងយល់សប្តិមែនទេចាប់ពីយានដ្ឋានជួសជុលឡានដែលពេញដោយក្លិនសាំងរហូតដល់ទីលានប្រកួតអន្តរជាតិហើយឥឡូវនេះមកឈរក្រោមកែវភ្នែកនៃមេឃយប់នៅឌូបៃគ្រប់ជំហានហាក់ដូចជាកំពុងជន់លើពពកការយល់សប្តិមិនហត់នឿយយ៉ាងនេះទេតែធ្វើការនៅយានដ្ឋានជួសជុលទោះបីជារវល់ប៉ុន្តែរឹងមាំច្បាស់លាស់មួយប្រអប់ឧបករណ៍មួយឈុតឡានមួយគ្រឿងពិភពលោកគឺមានតែប៉ុណ្្នឹងប៉ុន្តែការឈរនៅទីនេះអាចមើលឃើញកន្លែងដែលឆ្ងាយជាងមុនហើយម្យ៉ាងទៀតអ្នកក៏នៅទីនេះដែរនិយាយស្អីហ្នឹងចាំចូលពេលរង្វាន់ជើងឯកបានសិនចាំនិយាយក៏មិនតាន់ចិត្តពេលដែរអូខេអញ្ចឹងយកជើងឯកឲ្យបានសិនសឹមនិយាយពាក្យក្នុងចិត្តប្រធានក្រុមឆិនខៃលុនឆិនគូជំនាញឆ្លាតចិត្តខ្វងត្រេកកាន់នៅម៉ូណាកូពួកយើងបានស៊ូទ្រាំនឹងការរំខានផ្ទាំងសិលាទីលានប្រកួតឌូបៃរឹតតែមានគ្រោះថ្នាក់ខ្លាំងឡើងប៉ុន្តែក្រុមទាំងមូលរបស់ពួកយើងមានចិត្តតែមួយគ្មានឧបសគ្គណាដែលឆ្លងមិនផុតនោះទេប្រធានក្រុមសូមកុំបារម្ភលេងសប្បាយបានប៉ុន្តែមិនត្រូវធូរប្រហែសឡើយបរិស្ថានទីលានប្រកួតវាខ្សាច់គឺអាក្រក់ណាស់ស្ថានភាពឡានកម្លាំងកាយផ្លូវចិត្តគ្មានផ្នែកណាមួយអាចមានបញ្ហាបានឡើយអ្នកទាំងអស់គ្នាស្ដាប់ឲ្យច្បាស់ប្រុងប្រយ័ត្នជានិច្ចរក្សាការតាក់ទងរក្សាភាពស្ងប់ស្ងាត់មកហើយរបៀបរអ៊ូរទាំចាប់ផ្ដើមហើយទទួលខុសត្រូវប្រធានក្រុមសូមទុកចិត្តតោះឆ្ពោះទៅមុនពេលមេខឹងរុះរាន់ថតរូបពី3សន្លឹកទៀតតាមពិតទៅរូបរាងដែលអ្នករអ៊ូរទាំនោះគឺធ្វើឲ្យគេមានអារម្មណ៍កក់ក្ដៅណាស់អញ្ចឹងទៅថ្ងៃមុខដាប់ឲ្យបានច្រើនទៅព្រះអើយឆិនខៃលុនផ្ទុះកង់ឡានហើយការផ្ទុះកង់នៅលើទីលានប្រកួតវាខ្សាច់នេះពិតជាមហន្តរាយមែនលឿនឡើងចេងខៃលុនមិនបានបោះបង់ការប្រកួតទេគាត់កំពុងតែប្រឹងប្រែងដេញតាមដោយប្រើជីវិតមិនអាចឈប់បានទេដាច់ខាតមិនអាចឈប់បានទេពុកធ្លាប់និយាយថាឲ្យតែម៉ាស៊ីននៅតែដើរអ្នកប្រណាំងឡានរបស់ដាសាគឺមិនដែលទទួលស្គាល់បរាជ័យជាដាច់ខាត
ពុកធ្លាប់និយាយថាការប្រណាំងឡានគឺជាមេដៃរបស់បុរសចាំខ្ញុំត្រឡប់ទៅវិញផឹកស៊ុបដែលពុកហោយ៉ាងឆ្ងាញ់ខ្ញុំមិនមែនបើកឡាននេះតែម្នាក់ឯងនោះទេខ្ញុំកំពុងលីរែកនៅក្តីសង្ឃឹមរបស់មនុស្សគ្រប់គ្នាទោះបីជាត្រូវបាត់បង់ជីវិតនៅលើផ្លូវប្រណាំងនេះក៏ដោយក៏ខ្ញុំត្រូវតែយកពានរង្វាន់ជើងឯងត្រឡប់ទៅវិញឲ្យបានអ្នកទទួលបានការគោរពហើយការប្រណាំងឡានមិនបែងចែកព្រំដែនប្រទេសឡើយជេងខៃលុនខ្ញុំត្រូវតែសុំទោសអ្នកនៅម៉ូណាកូនៅអាប៊ូដាប៊ីខ្ញុំធ្លាប់សើចចំអកប្រអប់ដៃរបស់អ្នកនៅក្នុងចិត្តរាប់មិនអស់ខ្ញុំធ្លាប់គិតថាការប្រណាំងឡានគឺជាខ្សែស្រឡាយជាប្រកាសគឺជាការបូកផ្សំនៃឧបករណ៍ដ៏ប្រណិតប៉ុន្តែថ្ងៃនេះអ្នកបានវាយកំទេចមោទនភាពដែលខ្ញុំធ្លាប់មានមោទនភាពបំផុតនោះឲ្យខ្ទេចខ្ទីរយៈពេល15វិនាទីដែលអ្នកបដូរកង់នៅក្នុងវាលខ្សាច់និងវាល S1 ចុងក្រោយនោះមិនមែនជាអ្វីដែលម៉ាស៊ីនអាចធ្វើបាននោះទេនោះគឺជាអ្វីដែលមានតែអ្នកប្រគល់ជីវិតឲ្យការប្រណាំងឡានប៉ុណ្ណោះទើបអាចធ្វើបានអ្នកខុសហើយការប្រណាំងឡានមិនដែលមើលលើឡានរបស់អ្នកណាថ្លៃជាងនោះទេគឺមើលលើចិត្តរបស់អ្នកណាស្មោះត្រង់ជាងនៅពេលដែលអ្នកចាត់ទុកឡានជាដើមទុនសម្រាប់បង្អួតវាคล้ายជាត្រឹមតែម៉ាស៊ីនដ៏ត្រជាក់មួយប៉ុណ្ណោះប៉ុន្តែនៅពេលដែលអ្នកចាត់ទុកវាជាមិត្តរួមសមរភូមិទៅទទួលយកដង្ហើមរបស់វាទៅស្ដាប់ការឆ្លើយតបរបស់វានឹងអាចបង្កើតអភូតហេតុបានបានរៀនសូត្រហើយឡានប្រណាំងរបស់ដាសាជាងជួសជុលរបស់ដាសាពិតជាមិនធម្មតាមែនការប្រណាំងឡានមិនបែងចែកព្រំដែនប្រទេសហើយក៏មិនបែងចែកអ្នកមានអ្នកក្រដែរលើកក្រោយមានឱកាសមកបើកលេងនៅភ្នំជៀវយារបស់ដាសាផ្លូវកោងបាត់កែវនៅទីនោះមិនស្រួលជាងម៉ូណាកូនោះទេសន្យាគ្នាហើយណាលើកក្រោយខ្ញុំប្រកាសជាយកជ័យជំនះមកវិញឲ្យបានខ្ញុំរងចាំស្វាគមន៍គ្រប់ពេលវេលាវ៉យជេងខៃលុនឡានខ្ញុំមានសម្លេងចម្លែកឆាប់មកមើលឲ្យខ្ញុំបន្តិចមកខ្ញុំចំណាយលុយ300លានសម្លេងដើម្បីមកជួសជុលឡានណាប្រញាប់ធ្វើអីទៅតម្រង់ជួរទៅមិនឃើញខ្ញុំកំពុងកំដរប្រពន្ធញ៉ាំមីទេឬ